ដំណើរការរបស់រដ្ឋាភិបាលកម្ពុជា$23ហ្នឹងដំណើរការទៅដោយរបៀបណាហើយកម្មវិធីលំអិតនៃនយោបាយហ្នឹងគឺមានអីខ្លះលោកកំសុកសំណួរនេះត្រូវឆ្លើយច្រើនណាស់ប៉ុន្តែខ្ញុំសូមសង្ខេបបន្តិចទៅចុះមុននឹងទៅដល់ថាតើយើងដំណើរការរបៀបណាយើងរួមគ្នាបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលដឹកនាំដោយឯកឧត្តមសំរងស៊ីគឺរួមគ្នាពីខ្មែរនៅជុំវិញពិភពលោកហើយបងប្អូនឃើញស្រាប់ហើយនៅក្នុងពិធីប្រកាសមានពលរដ្ឋខ្មែរពីជុំវិញពិភពលោករហូតទៅដល់ជាង500នាក់យើងជួលសាលដែលមាន400កៅអីនឹងអង្គុយមិនអស់គ្នាទេអ្នកខ្លះមកឈរនៅខាងក្នុងសាលអ្នកខ្លះឈរនៅខាងក្រៅសាលទៅទៀតដោយសារតែខាងក្នុងគ្មានកន្លែងឈរហើយដូច្នេះហើយការប្រកាសរបស់យើងដែលបងប្អូនបានឃើញនេះគឺជាការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋខ្មែរយើងបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ខ្ញុំបានបញ្ជាក់ម្ដងហើយម្ដងទៀតថាមិនមែនជារឿងចៃដន្យទេពីព្រោះតែយើងមើលឃើញស្ថានភាពច្បាស់នៅប្រទេសកម្ពុជាមួយសពថ្ងៃដែលដឹកនាំដោយរបបក្រុមគ្រួសារហ៊ុនឥឡូវហ្នឹងយើងខ្ញុំគ្មានជំហរហៅពួកគេជារដ្ឋាភិបាលទេជារបបរដ្ឋបាលនៃក្រុមគ្រួសារហ៊ុនមួយដែលបើកឱកាសឲ្យបរទេសឈ្លានពានឥតឈប់ឈរទាំងពីខាងកើតទាំងពីខាងលិចហើយបរទេសទាំងអស់នោះឈ្លានពានដោយយុទ្ធសាស្ត្រទៀតផងមនុស្សចូលតាមចិត្តដូចជាពីខាងកើតជាដើមហើយកែប្រែនៅច្បាប់ទម្លាប់ព្រំដែនបោះបង្គោលព្រំដែនតាមតែបរទេសចង់បាននេះជាការឈ្លានពានមួយឬក៏ជាសង្គ្រាមមួយកាលណាក្រុមគ្រួសារហ៊ុនក្អកបន្តិចទៅវាចេញជាសង្គ្រាមកាលណាក្រុមគ្រួសារហ៊ុនមិនក្អកកាត់ឲ្យគេវាអត់ឃើញសង្គ្រាមក៏ប៉ុន្តែសុទ្ធតែជាសង្គ្រាមនៃការឈ្លានពានរបស់បរទេសជិតខាងចំណុចទី2បងប្អូនមើលឃើញឲ្យច្បាស់ក្នុងស្ថានភាពបច្ចុប្បន្ននៅប្រទេសកម្ពុជាកំពុងតែប្រឈមនឹងសង្គ្រាមដ៏ធំមួយទៀតគេហៅថាសង្គ្រាមអក្រិតកម្មឆ្លងដែនបងប្អូនដែលធ្លាប់ឆ្លងកាត់សម័យកាលទសវត្សរ៍ទី80ឆ្នាំ1980មកដល់មុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម័យកាលនោះជាសម័យកាលសង្គ្រាមស៊ីវិលដ៏ធំនៅប្រទេសកម្ពុជាដែលមានបរទេសនៅពីក្រោយប៉ុន្តែសម័យកាលសង្គ្រាមនោះមានក្រុមភាគីខ្មែរ4ដែលប្រយុទ្ធគ្នាអាចនិយាយគ្នាបានទេពីព្រោះគឺជាសង្គ្រាមដែលផ្ដោតទៅលើការប្រឆាំងនឹងការឈ្លានពានរបស់រដ្ឋាភិបាលគេហៅថាត្រីភាគីនៅតាមព្រំដែនកម្ពុជាថៃប្រឆាំងនឹងរដ្ឋាភិបាលមួយទៀតដែលបន្ទាប់ដោយវៀតណាមនៅភ្នំពេញមានលោកហ៊ុនសែនជាយ៉ងប៉ុន្តែសង្គ្រាមក្នុងពេលបច្ចុប្បន្នណាពិបាកទប់ស្កាត់ណាស់គឺសង្គ្រាមអក្រិតកម្មឆ្លងដែនបងប្អូនសង្គ្រាមអក្រិតកម្មឆ្លងដែននេះណាមិនដឹងទៅចរចាជាមួយនរណាទេនៅក្នុងរបាយការណ៍ Humanity Research Consultancy បញ្ជាក់ច្បាស់ណាស់ខ្ញុំអានតាំងពីដើមដល់ចប់ក្នុងស្ថានភាពបច្ចុប្បន្នពួកម៉ាហ្វ្យាទាំងអស់នោះមានឥទ្ធិពលនៅកម្ពុជាក៏ប៉ុន្តែបន្តិចទៀតពួកម៉ាហ្វ្យាទាំងអស់នោះនឹងក្លាយទៅជាអ្នកកាច់ចង្កូតនៅប្រទេសកម្ពុជាប្រសិនបើរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនឬក៏របបរដ្ឋបាលផ្ដាច់ការភ្នំពេញដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនៅតែបន្តអំណាចមានន័យថាបើរដ្ឋាភិបាលនឹងបន្តអំណាចគឺពួកម៉ាហ្វ្យានឹងជាអ្នកបញ្ជាការនៅប្រទេសកម្ពុជាហើយពួកម៉ាហ្វ្យាបញ្ជាការនៅប្រទេសកម្ពុជាចំណុចដែលពិបាកនឹងនិយាយគ្នានៅត្រង់ណាទេពួកម៉ាហ្វ្យាដណ្ដើមកាន់កាប់ទឹកដីកម្ពុជាតាមតំបន់ភូមិភាគនៃក្រុមម៉ាហ្វ្យាដោយរឿងហុងកុងអញ្ចឹងអ្នកណាខ្លាំងគ្រប់គ្រងភ្នំពេញទៅគ្រប់គ្រងតំបន់សេដ្ឋកិច្ចធំទៅអ្នកណាខ្សោយជាងគ្រប់គ្រងតំបន់សេដ្ឋកិច្ចតូចទៅគឺជាការហែកគ្នានៃពួកម៉ាហ្វ្យាមិនមែនជាការប្រយុទ្ធគ្នាក្នុងសង្គ្រាមផ្ទៃក្នុងខ្មែរនិងខ្មែរទៀតទេអាត្រង់ហ្នឹង
គឺជារឿងរ៉ាវពិបាកបំផុតសម្រាប់ប្រទេសកម្ពុជាយើងចំណុចទី3បងប្អូនមើលសេដ្ឋកិច្ចបច្ចុប្បន្នជាសេដ្ឋកិច្ចអក្រិតកម្មជាសេដ្ឋកិច្ចអក្រិតកម្មម៉ាហ្វ្យានិយមឬក៏សេដ្ឋកិច្ចអក្រិតកម្មឆ្លងដែនខ្ញុំបានសិក្សាច្បាស់តាមរបាយការណ៍របស់អង្គការសហប្រជាជាតិរដ្ឋាភិបាលអាមេរិករដ្ឋាភិបាលអង់គ្លេសរួមទាំងអង្គការមួយចំនួនដូចជាអង្គការសហប្រជាជាតិអង្គការបច្ចេកទេស Humanity Research Consultancy ជាដើមគេនិយាយច្បាស់ណាស់ថាសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នជាសេដ្ឋកិច្ចបែបម៉ាហ្វ្យានិយមហើយគេបង្ហាញអំពីផែនការដែលពួករបបផ្ដាច់ការនៅភ្នំពេញដឹកនាំដោយលោកហ៊ុនម៉ាណែតហ្នឹងបានត្រៀមតាំងពីដើមមកត្រៀមតាំងពីឆ្នាំ2014មកម្លេះរហូតជាបន្តបន្ទាប់សូម្បីតែសម័យកូវីដឆ្នាំ2020 2021ហ្នឹងគឺថាអំពើអក្រិតកម្មឆ្លងដែនការបោកប្រាស់តាមអនឡាញនឹងពេញបន្ទុកនៅប្រទេសកម្ពុជាគេបដូរសន្តាគារធំមួយចំនួនគេបដូរផ្ទះសំណាក់មួយចំនួនទៅជាកន្លែងបោកប្រាស់តាមអនឡាញក្នុងសម័យកូវីដដូច្នេះសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នជាសេដ្ឋកិច្ចអក្រិតកម្មឆ្លងដែនអញ្ចឹងហើយបានជាពេលនោះលោកហ៊ុនសែនបងប្អូនជ្រាបស្រាប់ហើយគាត់បាននិយាយអួតក្អេងក្អាងថាគាត់អត់ខ្វះលុយចាយទេអាមេរិកកាត់ GSP ក៏កាត់ទៅអឺរ៉ុបកាត់ EBA ក៏កាត់ទៅបងប្អូនមានចាំបានទេរឿងហ្នឹងម្ល៉េះហើយនេះគឺជាការបង្ហាញយ៉ាងច្បាស់ថាសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នជាសេដ្ឋកិច្ចអក្រិតកម្មឆ្លងដែនហើយបើកាលណាជាសេដ្ឋកិច្ចអក្រិតកម្មឆ្លងដែនប្រជាពលរដ្ឋវេទនាក្រីក្រដូចឃើញសពថ្ងៃវត្តកោដោយបំណុលរឿងមួយទៀតដែលយើងនាំគ្នាពិចារណាឲ្យច្បាស់នៅពេលដែលប្រទេសកម្ពុជាកំពុងតែលង់ទៅក្នុងស្ថានភាពបរទេសក៏ឈ្លានពានពួកម៉ាហ្វ្យាអក្រិតកម្មឆ្លងដែនក៏ត្រួតត្រាសេដ្ឋកិច្ចបែបអក្រិតកម្មឆ្លងដែនអញ្ចឹងប្រជាពលរដ្ឋកាន់តែវេទនាហើយវត្តកោដោយបំណុលអត់ការងារធ្វើបញ្ហាសង្គមកាន់តែខ្លាំងឡើងនេះអានេះជាចំណុចធំមួយទៀតដែលយើងមើលឃើញយ៉ាងច្បាស់ហើយក្នុងពេលហ្នឹងណារដ្ឋាភិបាលក្រុងភ្នំពេញឬក៏របបផ្ដាច់ការដឹកនាំដោយលោកហ៊ុនម៉ាណែតបច្ចុប្បន្នបំផ្លាញអស់ធនធានធម្មជាតិគេបំផ្លាញធនធានធម្មជាតិហើយគេកំទេចស្ថានភាពដែលជាផលប្រយោជន៍ប្រជាពលរដ្ឋគេមិនការពារជាតិហើយគេអត់ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបញ្ចេញមតិទេសូម្បីតែការបោះឆ្នោតក៏គេរឹតបន្តឹងដែរឥឡូវរឹតបន្តឹងមែនទេហើយអ្វីដែលបងប្អូនពិចារណាឲ្យច្បាស់រឿងដែលជាវិបត្តិទាំងអស់ហ្នឹងកើតឡើងនៅប្រទេសកម្ពុជាកើតពីនរណាគឺកើតពីរបបផ្ដាច់ការដឹកនាំនៅភ្នំពេញបច្ចុប្បន្ននៃលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែននោះឯងមិនមែនលោកហ៊ុនសែនលោកហ៊ុនម៉ាណែតព្យាយាមទប់ស្កាត់វិបត្តិទាំងអស់ហ្នឹងទេគឺលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតជាមេខ្លោងដែលដឹកនាំធ្វើឲ្យកើតវិបត្តិហ្នឹងជាមេខ្លោងនៃបណ្ដាញអក្រិតកម្មឆ្លងដែនជាមេខ្លោងកាត់ទឹកដីឲ្យបរទេសជាមេខ្លោងឲ្យកើតវិបត្តិសេដ្ឋកិច្ចជាមេខ្លោងដែលធ្វើឲ្យប្រជាពលរដ្ឋអត់ការងារធ្វើជាមេខ្លោងដែលធ្វើឲ្យប្រជាពលរដ្ឋវាន់កដោយបំណុលហើយបងប្អូនឃើញចុងក្រោយធនាគារ Prince របស់ Gen Z ទីបំផុតជាធនាគារដែលនៅក្រោមអំណាចលោកហ៊ុនសែនលោកហ៊ុនម៉ាណែតរកស៊ីបោកប្រាស់ប្រជាពលរដ្ឋខ្មែរទីបំផុតធនាគារ Prince គ្រាន់តែជាធនាគារមួយសម្រាប់ចរាចរលុយរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតដែលជាលុយខ្វក់ដើម្បីយកទៅចិញ្ចឹមអំណាចតែប៉ុណ្ណោះអ្នកណាជាអ្នកធ្វើរឿងហ្នឹងគឺរដ្ឋាភិបាលរបបភ្នំពេញដែលដឹកនាំដោយលោកហ៊ុនម៉ាណែតមានលោកហ៊ុនសែននៅពីក្រោយដូច្នេះកម្ពុជាមិនអាចនៅទ្រាំទ្រឲ្យរដ្ឋាភិបាលប្រភេទហ្នឹងដឹកនាំតទៅទៀតទេពីព្រោះគឺជារដ្ឋាភិបាលដែលបង្កើតបញ្ហាជារបបដែលបង្កើតបញ្ហាបង្កើតអក្រិតកម្មយើងមិនអាចបន្
តឲ្យក្រុមមនុស្សរបៀបនេះកាច់ចង្កូតប្រទេសធ្វើឲ្យប្រជាពលរដ្ឋវេទនាទេអញ្ចឹងហើយបានជាយើងត្រូវតែសម្រេចចិត្តរួមគ្នាបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មួយពីព្រោះយើងអត់មានវិធីបញ្ចេញមតិអ្វីទាំងអស់បញ្ចេញមតិគេចាប់ដាក់គុកដូចជាលោកភុនយុទ្ធជនពិការផងគេចាប់ដាក់គុកគ្មានប្រណីទេបោះឆ្នោតក៏បោះមិនកើតគេរឹតបន្តឹងអស់អ្នកណាហ៊ាននិយាយគេរឹតបន្តឹងអស់បកនយោបាយណាហ៊ាននិយាយគេរំលាយចោលមិនឲ្យចូលរួមបោះឆ្នោតដូច្នេះជំរឿនដ៏ល្អបំផុតគឺបង្កើតរដ្ឋាភិបាលមួយដែលមានការគ្រប់គ្រងពីប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដើម្បីយើងធ្វើដោយខ្លួនឯងជំនួសរដ្ឋាភិបាលក្រមគ្រួសារហ៊ុនឬក៏របបផ្ដាច់ការក្រមគ្រួសារហ៊ុនដែលបំផ្លាញជាតិធ្វើបាបប្រជាពលរដ្ឋហើយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23តើដំណើរការដោយវិធីណាបងប្អូនយើងដំណើរការដោយកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយើងស្វែងរកកិច្ចសហប្រតិបត្តិការនឹងកំពុងតែធ្វើយ៉ាងសស្រាក់សស្រាំជាមួយនឹងអង្គការជាតិអន្តរជាតិជាពិសេសអង្គការអន្តរជាតិនានាផ្នែកសិទ្ធិមនុស្សផ្នែកប្រជាធិបតេយ្យរួមទាំងអង្គការសហប្រជាជាតិហើយក្នុងសប្តាហ៍មុនហ្នឹងក្រោយពីមានការប្រកាសរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សមាជិកនៃរដ្ឋាភិបាលរបស់យើងដូចជាអ្នកស្រីទឹកកំហ៊ុនដែលជាប្រធានស្ថាប័នកិច្ចការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដូចជាយុវជនសាមឌីដែលកាន់កិច្ចការប្រជាធិបតេយ្យយុត្តិធម៌សង្គមនិងសិទ្ធិមនុស្សជាដើមគាត់បានធ្វើទំនាក់ទំនងជាមួយនឹងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិហើយគេស្វាគមន៍ហើយថែមទាំងមានការចូលរួមជាមួយនឹងគណៈបកនយោបាយនៅជុំវិញពិភពលោកដែលជាគណៈបកមាននិន្នាការប្រជាធិបតេយ្យដើម្បីរួមគ្នាពង្រឹងកម្លាំងធ្វើសហប្រតិបត្តិការនៅក្នុងការជួយជំរុញប្រជាធិបតេយ្យទាំងនៅកម្ពុជាទាំងនៅបណ្ដាប្រទេសផ្សេងទៀតដែលមិនទាន់មានប្រជាធិបតេយ្យនៅឡើយដូច្នេះយើងធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិម្ល៉េះហើយការដែលយើងធ្វើការរួមគ្នាជាមួយនឹងស្ថាប័នគណៈបកនយោបាយប្រជាធិបតេយ្យនៅជុំវិញពិភពលោកជាមួយនឹងអង្គការសង្គមស៊ីវិលអន្តរជាតិនានាជាមួយនឹងអ្នកការទូតនៃហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនោះជាសញ្ញាពិតប្រាកដមួយថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23កំពុងតែដើរលើផ្លូវដែលមានការគ្រប់គ្រងជាអន្តរជាតិប៉ុន្តែបើទោះបីជាគេមិនប្រកាសថាគេគ្រប់គ្រងយើងប៉ុន្តែកាលណាគេធ្វើការជាមួយយើងហើយនោះមានន័យថាយើងនឹងគេជាដៃគូហើយមិនចាំបាច់គេប្រកាសទេហើយយើងក៏មិនទាមទារឲ្យគេប្រកាសដែរកាលណាគេធ្វើការជាមួយយើងនឹងគេជាដៃគូយើងនឹងគេសហការជាមួយគ្នាយើងនឹងគេធ្វើនៅក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យគេជួយយើងករណីនៅកម្ពុជាយើងជួយគេករណីនៅប្រទេសផ្សេងទៀតដែលមានបញ្ហារំលោភសិទ្ធិមនុស្សគឺជាលុយរបស់ហ៊ុនសែនហ៊ុនម៉ាណែតបំរុងសម្រាប់បម្រើហ៊ុនសែនហ៊ុនម៉ាណែតយើងគិតមើលមួយទៀតប្រសិនបើអុកញ៉ាទាំងអស់នោះណាមិនមែនជាអុកញ៉ាបែបសេះមិនមែនជាអុកញ៉ាបែបឧបករណ៍ទេស្រុកខ្មែរយើងអុកញ៉ា1300នាក់1300នាក់ហើយកំពុងតែប្រយុទ្ធជាមួយថៃប្រហែលខែមុនហ្នឹងមិនកំពុងតែប្រយុទ្ធទេប្រយុទ្ធរួចហើយប្រហែលខែមុនប្រយុទ្ធជាមួយថៃបើអុកញ៉ាមានសមត្ថភាពធ្វើអុកញ៉ាដោយខ្លួនឯង1300នាក់លុយម្នាក់1លានមិនអត់ទេមនុស្សម្នាក់ដែលមានលុយកន្លះលានដុល្លារទៅសុកធ្វើអុកញ៉ាយើងមិនថាសុកទេទៅដាក់ធ្វើអុកញ៉ាបើហ៊ានដាក់លុយ1លានកន្លះលានដុល្លារទៅធ្វើអុកញ៉ាហើយមិនដែលអ្នកនោះមានលុយតែកន្លះលានទេយ៉ាងហោចណាស់ក៏មានកន្លះលានដុល្លារ10ដងឬយ៉ាងហោចណាស់ក៏5ដងដែរហើយជំនួយនឹងពេញដៃដែរដូច្នេះនៅពេលដែលកម្ពុជាកំពុងតែប្រឈមទៅនឹងការ
ប្រយុទ្ធគ្នាជាមួយកងទ័ពថៃណាបើសិនជាអង្គការទាំងអស់នោះពិតជាអង្គការដែលត្រឹមត្រូវមែនពិតជាអង្គការដែលមានសមត្ថភាពឡើងធ្វើជាអង្គការដោយសមត្ថភាពរស់ស៊ីរបស់ខ្លួនមែនម្នាក់1លានដុល្លារជួយកងទ័ពគ្មានអីត្រូវពិបាកទេហើយ1លានដុល្លារម្នាក់យើងគិតមើល1300លានដុល្លារបាត់ហើយកងទ័ពយើងមិនលហេមលហាមអត់ខោអាវស្លៀកពាក់អត់តំណប់ជើងពាក់ទេមិនចឹងដូច្នេះគេផលិតអង្គការដើម្បីអីគេផលិតអង្គការដើម្បីយកផ្នែកខ្លះនៃអង្គការហ្នឹងទៅលាងលុយកខ្វក់អង្គការមួយកាន់ក្រុមហ៊ុនលាងលុយកខ្វក់មួយទៅអង្គការលេងនវត្រាកាន់ក្រុមហ៊ុនលាងលុយកខ្វក់មួយទៅអង្គការលេងចនាកាន់ក្រុមហ៊ុនលាងលុយកខ្វក់មួយដែរទៅអង្គការផ្សេងកាន់ក្រុមហ៊ុនផ្សេងលាងលុយកខ្វក់តាមរបៀបផ្សេងនោះដែរទៅហើយអង្គការដែលកាន់ក្រុមហ៊ុនលាងលុយកខ្វក់បែបនេះណាសូមបញ្ជាក់ណាពួកហ្នឹងហើយគឺជាបណ្ដាញអក្រិតកម្មឆ្លងដែនពួកហ្នឹងនៅស្រុកខ្មែរលៀងលុយនៅលើកូនចៅ Gen Z ណាកូនចៅដោយផ្ទាល់ឬមិនផ្ទាល់ខ្ញុំមិនដឹងទេក៏ប៉ុន្តែបើតាមខ្ញុំពិចារណាគេហៅថាបណ្ដាញហ្នឹងស្ថិតនៅក្រោមលោកហ៊ុនសែនជាអ្នកសម្របសម្រួលអញ្ចឹងបើនិយាយថានៅក្រោមហ៊ុនសែនគឺត្រូវមកបណ្ដាញរបស់គេហ្នឹងគឺនៅក្រោមហ៊ុនសែនវាត្រូវតែមានមេបណ្ដាញសម្របសម្រួលមួយបើអត់មានមេបណ្ដាញសម្របសម្រួលការងារគេមិនរលូនបែបនោះទេដូច្នេះអង្គការមួយចំនួនដែលបង្កើតក្រុមហ៊ុនបោកប្រាស់ឆោបោកបងប្អូនប្រជាពលរដ្ឋហ្នឹងអង្គការហ្នឹងសិតតែខ្សែផាក់ពួកដូច Gen Z អញ្ចឹងគ្រាន់តែ Gen Z កម្រិតជាអន្តរជាតិលុយរាប់ពាន់លានដុល្លារកម្រិតអន្តរជាតិអញ្ចឹងទៅដល់ទៅពេលកម្រិតលេងនវត្រាលេងចនាអង្គការផ្សេងហ្នឹងនៅក្នុងផ្ទៃក្នុងជាតិកម្រិតរាប់រយលានដុល្លារអញ្ចឹងទៅអញ្ចឹងហើយបានជាលោកហ៊ុនសែនក៏រីកប្រមាថណាលោកហ៊ុនសែនក៏រីកថ្លើមរីកប្រមាថដោយឃើញលុយនោះវាច្រើនវាហូរហៀទៅរាប់ពាន់លានដុល្លារគាត់គិតថាគ្មានអាណាធ្វើអីគាត់កើតទេតាមពិតណាប្រសិនបើសហគមន៍អន្តរជាតិមិនស្រាវជ្រាវស៊ើបអង្កេតតាមចាប់ Gen Z លុយគាត់ចាយមកឆ្ងាញ់របស់គាត់មែនណាហ៊ុនសែនណាឥឡូវនឹងទៀតសោតបញ្ហាវានៅត្រង់នេះទៀតវាមិនមែនតែរឿង Gen Z មួយទេដូចខ្ញុំបញ្ជាក់ខាងដើមថាក្របាយការ Humanity Research Consultancy ហ្នឹងមានអង្គការមានជនជាតិចិនមិនតិចជាង10នាក់ទេបណ្ដាញហ្នឹងនៅច្រើនណាស់លុយរាប់ពាន់លានដុល្លារហើយបណ្ដាញហ្នឹងខ្ញុំគិតថាគេកំពុងតែស៊ើបអង្កេតរឿងមួយបញ្ចេញទៅចោះខ្ញុំគិតថាគេកំពុងតែស៊ើបអង្កេតរឿងមួយរឿង Gen Z ជារឿងមួយប៉ុន្តែរឿងដែលគេស៊ើបអង្កេតនៅត្រង់ថាលុយរបស់គណៈបកប្រជាជនកម្ពុជាបានមកពីណាចេញមកពីច្រកណាដែលចាយមិនចេះអស់ទោះបីជាសេដ្ឋកិច្ចស្ទើរតែដួលរលំទៅហើយក្នុងពេលបច្ចុប្បន្នតើលុយរបស់គណៈបកប្រជាជនកម្ពុជាចេញមកពីច្រកណាទី1ទី2គេកំពុងតែពិនិត្យមើលដែរបុគ្គលណាខ្លះដែលពាក់ព័ន្ធទៅនឹងការសញ្ញេលុយសម្រាប់ឲ្យគណៈបកប្រជាជនកម្ពុជាចាយបុគ្គលហ្នឹងឯងគឺជាមេបណ្ដាញអក្រិតកម្មឆ្លងដែនពិតប្រាកដតើមានទេសញ្ញេរបស់កូនលោកហ៊ុនសែនណាមួយតើមានទេសញ្ញេរបស់លោកហ៊ុនសែនពីព្រោះនៅក្នុងគណៈបកប្រជាជនកម្ពុជាណាការសញ្ញេឲ្យចេញលុយចាយមិនប្រកាសថាប្រធានបកទេមិនប្រកាសទេតើនរណាក៏អាចជាប្រធានបកគឺលោកហ៊ុនសែនក៏អាចជាអ្នកផ្សេងខ្ញុំបញ្ជាក់អញ្ចឹងណាអាចជាលោកហ៊ុនសែនអាចជាអ្នកផ្សេងក៏អាចមានកូនលោកហ៊ុនសែនរួមណាមមួយខ្ញុំគិតថាគេកំពុងតែស៊ើបអង្កេតកន្លែងហ្នឹងហើយរឿងដែលលោកហ៊ុនសែនកំពុងតែព្យាយាមបិទគឺបិទកន្លែងហ្នឹងទៀតពីព្រោះរឿងចាប់ជាតិស៊ីជារឿងមួយរឿងអង្គការចិនផ្សេងទៀតជារឿងមួយរឿងមេបណ្ដាញអក្រិតកម្មមួយចំនួនដែលចេញដោយរបាយការណ៍ Humanity Research Consultancy ជារឿងមួយប៉ុន្តែរឿងមួយទៀតដែលវាអត់មានទាន់មានឈ្មោះនៅក្នុងបណ្ដាញហ្នឹងហើយគឺកំពុងតែស៊ើបអង្កេតតើនរណាជាអ្នកសញ្ញេចេញលុយ
ឲ្យគណៈបកប្រជាជនកម្ពុជាចាញ់ជាអស់សោះអារឿងនោះជារឿងធំរឿងធំរឿង Gen Z ណាជាការចាប់ផ្ដើមទេលោកឆាំឆានីចាំពាក្យខ្ញុំទីកាលជជែកជាមួយលោកទេខ្ញុំថាអាហ្នឹងជាការចាប់ផ្ដើមទេគេនឹងទៅតែចាប់ផ្ដើមទេមិនទាន់លេងមែនទេហើយរឿងមួយទៀតដែលបងប្អូនត្រូវកត់សម្គាល់ Trump Donald Trump លោកប្រធានាធិបតីសហរដ្ឋអាមេរិកតាមខ្ញុំមើលទស្សនវិស័យរបស់គាត់ព្យាយាមបញ្ចប់អារឿងព្រំដែននឹងឲ្យបានឆាប់កុំឲ្យនៅសវេសវ៉ាឆ្វេងឆ្វាច់ក្ដុងក្ដាងរឿងព្រំដែនដើម្បីយកឱកាសទៅកម្ចាត់អក្រិតកម្មឆ្លងដែនខ្ញុំមើលរឿង Trump ហើយយើងគាត់សម្គាល់ឃើញបន្ទាប់ពីចុះគេហៅថាអនុសារណៈមិនអនុសារណៈទេគឺឯកសារយោគយល់គ្នាណាឬលោកត្រាំគេថាកិច្ចព្រមព្រៀងសន្តិភាពកូឡាឡុំពួរអញ្ចឹងចុះតាមគាត់អញ្ចឹងចុះនិយាយតាមគាត់ចុះគាត់ថាកិច្ចព្រមព្រៀងក៏កិច្ចព្រមព្រៀងតែចុះតែខ្ញុំមិនបកស្រាយរឿងហ្នឹងទេគ្រាន់តែថាបន្ទាប់ពីចុះហត្ថលេខាហើយចលនាដែលធំបំផុតមិនមែនចលនាដែលលោកត្រាំផ្ដោតទៅរឿងព្រំដែនកម្ពុជាថៃនោះទេលោកត្រាំបែរជាផ្ដោតទៅលើចលនានៃការកម្ចាត់អក្រិតកម្មឆ្លងដែនហើយយើងឃើញកម្ចាត់អក្រិតកម្មឆ្លងដែនយ៉ាងផុសផុលរឿងមួយដែលជាចំណុចឆ្លាតរបស់លោកត្រាំនឹងត្រង់ណាអូខេហ៊ុនសែនហ៊ុនម៉ាណែតសប្បាយចិត្តចុះរឿងកិច្ចព្រមព្រៀងប៉ុន្តែអ្នកកុំភ្លេចថាអ្នកបានអរគុណលោកត្រាំលើកិច្ចព្រមព្រៀងតែសូមកុំបដិសេធចំណាត់ការរបស់ត្រាំរបស់លោកប្រធានាធិបតីត្រាំនៅពេលដែលបញ្ជូន FBI ឲ្យទៅស៊ើបអង្កេតរឿងអក្រិតកម្មឆ្លងដែនឲ្យសោះប្រយ័ត្នគាំងរបស់លោកត្រាំកន្លែងហ្នឹងមួយជាចំណុចគន្លឹះជាចំណុចគន្លឹះដ៏ធំបំផុតក្នុងការតាមដានអក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាទំនងជាយើងមានកម្មវិធីនយោបាយច្រើនទៀតតើយើងមានពេលទេបើគ្មានពេលយើងបញ្ចប់ប៉ុណ្ណឹងយើងអាចជួបគ្នានៅពេលក្រោយទៀតពីព្រោះឥឡូវនេះលើកម្មវិធីលើដល់15នាទីហើយលើ15នាទីខ្ញុំគិតថាយើងបញ្ចប់ប៉ុណ្ណឹងបានពីព្រោះការពិភាក្សាគ្នានេះវាយើងនៅមានពេលថ្ងៃក្រោយទៀតណាលោកកឹមសុខតែមុននឹងបញ្ចប់លោកកឹមសុខមានអីចង់បន្ថែមដើម្បីមុននឹងបញ្ចប់កម្មវិធីបាទមានអីចង់បន្ថែមទេខ្ញុំបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថាអក្រិតកម្មឆ្លងដែននេះណាគឺជាសង្គ្រាមមួយដែលមិនអាចទប់ស្កាត់បានទេដែលគ្មាននរណាទៅចរចាសម្រុះសម្រួលបានឡើយបងប្អូននរណាទៅចរចាសម្រុះសម្រួលជាមួយនឹងពួកម៉ាហ្វយ៉ាប្រើអាវុធកាប់ចាក់ពេញប្រទេសនោះសម្រុះសម្រួលកើតទេអត់កើតទេពេលនេះយើងគ្រាន់តែមានស្ថានភាពមួយព្រឺមែនទេប៉ុន្តែ5ឆ្នាំក្រោយបើក្រុមគ្រួសារហ៊ុននៅកាន់អំណាចនៅភ្នំពេញមិនមែនព្រឺទេសង្គ្រាមនឹងផ្ទុះឡើងនៅកម្ពុជាមិនរដ្ឋាភិបាលកម្ពុជាឯករាជ្យទៅធ្វើសង្គ្រាមទេអត់ទេគឺសង្គ្រាមរបស់ពួកម៉ាហ្វយ៉ានឹងម៉ាហ្វយ៉ាឧទាហរណ៍ម៉ាហ្វយ៉ាក្រុងបរសេអនុមកពួកទៅម៉ាហ្វយ៉ានៅភ្នំពេញមកពួកទៅម៉ាហ្វយ៉ានៅសៀមរាបមកពួកទៅម៉ាហ្វយ៉ានៅកោះកុងមកពួកទៅម៉ាហ្វយ៉ានៅប៉ោយប៉ែតមកពួកទៅម៉ាហ្វយ៉ានៅស្វាយរៀងនោះមកពួកទៅហើយពួកហ្នឹងណាបងប្អូនធ្លាប់មើលរឿងហុងកុងដឹងហើយគឺទៅដើមទីតាំងគ្នាដើម្បីផលប្រយោជន៍គេហៅបងតូចបងធំនៅតាមតំបន់ផ្សេងហើយកាលណាកើតមានរឿងបែបហ្នឹងហើយអត់មាននរណាទៅបង្ក្រាបនឹងពន្លត់បានទេអត់មានទេវិធីមានតែមួយទេហើយក៏ជាវិធីដែលយើងធ្វើគឺបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដើម្បីយើងបដូរឲ្យបានលឿនបដូរការគ្រប់គ្រងនៅភ្នំពេញឲ្យបានលឿនបើយើងបដូរមិនបានលឿនទេណាវានឹងកើតមានរឿងកាប់ចាក់អស់នោះបងប្អូនដែលឃើញវីដេអូដែលគេផុសនៅខេត្តព្រះសីហនុអីកន្លងមកឃើញទេដេញបាញ់តាមផ្លូវកាប់ចាក់តាមផ្លូវអានោះវាជារូបភាពចាប់ផ្ដើមមកបងប្អូន5ឆ្នាំក្រោយឬ10ឆ្នាំក្រោយបាទដូរមិនបានទេអារូបភាពអស់ហ្នឹងពេញប្រទេសបងប្អូនចាំមើលពេញប្រទេសពីព្រោះអីពីព្រោះម៉ាហ្វយ៉ាវាមានអំណាចលើអ្នកគ្រប់គ្រងប្រទេសទៅហើយខ្ញុំឧទាហរណ៍មួយនៅ
នៅមិចស៊ីកូណាចង់ដូរចវាយក្រុងអីហ្នឹងអត់មានដូរបានទេបើពួកម៉ាហ្វីយ៉ាមិនឲ្យដូរបើពួកលក់គ្រឿងញៀនមកឲ្យដូរអត់បានទេអញ្ចឹងថ្ងៃក្រោយកម្ពុជាយើងអញ្ចឹងបើយើងនឹងបណ្ដោយឲ្យយូរទៀតឧបមាចឹងណាថាហ៊ុនម៉ាណែតគឺជាមេដឹកនាំដែលគោរពឬក៏បំរើផលប្រយោជន៍ពួកម៉ាហ្វីយ៉ាបានល្អបំផុតអញ្ចឹងលោកហ៊ុនម៉ាណែតនៅបំរើពួកម៉ាហ្វីយ៉ានៅរហូតទៅហើយពួកម៉ាហ្វីយ៉ាមិនឲ្យដូរហ៊ុនម៉ាណែតនៅតែមិនឲ្យដូរអញ្ចឹងទៅហើយទីបំផុតទៅអ្នកណារងគ្រោះគឺប្រជាពលរដ្ឋរងគ្រោះវិតនាពេញស្រុកហើយកាលណាសង្គ្រាមម៉ាហ្វីយ៉ាពេញស្រុកបែបនេះណាគុំនាំគ្នាទៅនិយាយថារកយុត្តិធម៌ខ្ញុំផងគុំនាំគ្នាទៅនិយាយថាអភិវឌ្ឍសេដ្ឋកិច្ចផងអភិវឌ្ឍទេសចរផងអភិវឌ្ឍទេសចរមិនបើកាប់ចាក់គ្នាពេញប្រទេសអាណាទៅមើលស្រុកយើងបរទេសណាទៅមើលស្រុកយើងគ្មានអភិវឌ្ឍអីបានទេសង្គមច្របូកច្របល់អ្នកដែលអាចរស់បានគឺពួកបងតូចបងធំនិងពួកអ្នកមានអំណាចសូម្បីតែពួកអ្នកមានអំណាចនៅក្នុងផ្ទៃក្នុងដឹកនាំរដ្ឋហ្នឹងណាខ្សែតូចក៏រស់មិនបានទៀតតោះតែខ្សែធំម៉ាហ្វីយ៉ាធំមិនរស់បានដូច្នេះប្រយ័ត្នយើងដល់ដំណាក់កាលហ្នឹងណាដោយសារខ្ញុំបារម្ភអំពីដល់ដំណាក់កាលហ្នឹងទេដែលយើងរួមគ្នាបង្កើតរដ្ឋាភិបាលដឹកនាំដោយលោកសំរងស៊ីមានអិសរាជជនមានបញ្ញវន្តយើងជាច្រើនទៀតចូលរួមនៅក្នុងការគិតគូរអំពីបញ្ហាប្រទេសជាតិមិនសុកយើងទៅចង់ធ្វើអីប្រធាននេះប្រធានអត់ទេវាមិនមែនជារឿងនោះទេប៉ុន្តែបងប្អូនណាបើមិនភ្ញាក់ខ្លួនឲ្យបានលឿនទាន់ពេលវេលាប្រយ័ត្នតែស្ថានភាពដល់ដំណាក់កាលហ្នឹងគឺពិបាកមែនទែនហើយដោយតែខ្ញុំជម្រាបជូនបងប្អូនក្នុងកិច្ចសម្ភាសជាមួយលោកឆាំឆាន់នេះរឿងដែលលោកហ៊ុនសែនធ្វើអក្រិតកម្មធ្វើសេដ្ឋកិច្ចអក្រិតកម្មឆ្លងដែនខ្ញុំនិយាយតាំងពីឆ្នាំ2022 2023ជាមួយលោកឆាំឆាន់នេះហ្នឹងណាគ្មានអ្នកណាគេជឿទេហើយខ្ញុំដឹងថាអ្នកជឿតិចណាស់មានតែអ្នកវាយប្រហារប៉ុន្តែមកដល់ឥឡូវយ៉ាងម៉េចទៅអត់ដល់ឥឡូវឃើញច្បាស់ទេហើយចុះ5ឆ្នាំក្រោយបើបងប្អូនមិនជឿខ្ញុំនៅពេលនេះណានោះពេលខ្ញុំគ្មានកំហុសទៀតទេពីព្រោះខ្ញុំបានប្រឹងប្រែងធ្វើហើយខ្ញុំគ្មានកំហុសពីព្រោះតែខ្ញុំបានធ្វើនៅអ្វីដែលខ្ញុំបានចេះដឹងនឹងធ្វើហើយទោះបីយ៉ាងណាក៏ដោយខ្ញុំបានធ្វើរួចហើយតែត្រូវការចូលរួមរបស់បងប្អូនខ្ញុំលោកឆាំចិននេះលោកសំរងស៊ីមនុស្សប្រមាណនេះមិនអាចទៅរួចទេបើបងប្អូនមិនចូលរួមអញ្ចឹងតើតែបងប្អូនចូលរួមទៅយើងអាចទៅរួចយើងទៅរួចផ្លាស់ប្ដូរប្រទេសយើងទាំងអស់គ្នាយកប្រទេសកម្ពុជាមកជូនប្រជាពលរដ្ឋខ្មែរវិញមានន័យថាឲ្យបងប្អូនជាអ្នកសម្រេចរើសថាអ្នកណាជាអ្នកដឹកនាំប្រទេសកម្ពុជាតាមរយៈការបោះឆ្នោតឲ្យសេរីត្រឹមត្រូវនិងយុត្តិធម៌អានោះមិនយើងការពារជាតិយើងបានហើយចុះឥឡូវអត់ចង់ទេម៉ាហ្វីយ៉ាពេញស្រុកខ្ញុំបញ្ជាក់ជូនបងប្អូនថាខ្ញុំនិយាយដដែលក៏ថាចុះខ្ញុំបញ្ជាក់ជូនបងប្អូនថាសង្គ្រាមម៉ាហ្វីយ៉ានេះណាបងប្អូនគឺអុកលុកជាតិយើងគ្មានអាណាទៅផ្សះផ្សាបានទេបើសង្គ្រាមស៊ីវិលដូចជាទសវត្ស80យើងនៅផ្សះផ្សាគ្នាបានណាប៉ុន្តែសង្គ្រាមម៉ាហ្វីយ៉ាពីព្រោះយើងមិនដឹងថាពួកម៉ាហ្វីយ៉ាហ្នឹងបណ្ដាញនៅឯណាខ្លះផងនោះបងប្អូនដឹងទេខ្ញុំក៏អត់ដឹងថាបណ្ដាញនៅឯណាខ្លះមិនដឹងថាគេដេកនៅណាផងមិនដឹងថាគេស្នាក់នៅណាផងឥឡូវបងប្អូនដឹងថាជេនស៊ីនៅណាហត់ដឹងទេអាចនៅប្រទេសកម្ពុជាអាចនៅដេកនៅផ្ទះលោកហ៊ុនសែនអាចដេកនៅផ្ទះលោកហ៊ុនម៉ាណែតយកអត់ដឹងទាំងអស់ហើយទៅផ្សះផ្សាជាមួយម៉ាហ្វីយ៉ាហ្មងផ្សះផ្សាវាអត់ចេញអញ្ចឹងសង្គ្រាមម៉ាហ្វីយ៉ានេះសង្គ្រាមផ្សះផ្សាមិនចេញក្រៅតែពីដូរមេដឹកនាំប្រទេសដែលពាក់ព័ន្ធនឹងពួកម៉ាហ្វីយ៉ាចោលបើសង្គ្រាមប្រដាប់អាវុធខុសទស្សនៈនយោបាយដោយសម័យទសវត្ស80អានោះផ្សះផ្សាគ្នាបានតាមែនទេហើយឃើញយើងផ្សះផ្សាគ្នាបានទេក្នុងរយៈពេល10ឆ្នាំយើងផ្សះផ្សាគ្នាបានប៉ុន្តែឥឡូវឃើញទេសង្គ្រាមម៉ាហ្វីយ៉ារយៈពេលជិត10ឆ្នាំហើយមិនដឹងទៅនិយាយជាមួយណាទេពីព្រោះអីពីព្រោះយើងមិនដឹងទៅនិយាយជាមួយពួកម៉ាហ្វីយ៉ាយ៉ាងម៉េចហើយយើងក៏អត់និយាយដែរជាមួយពួកម៉ាហ្វីយ៉ាពីព្រោះជាអក្រិតជនអន្តរជាតិណាទៅនិយាយមិនហើយបើយើងចង់និយាយក៏មិនដឹងទៅនិយាយនៅណាដែរពួកហ្នឹងមិនមែនតែជេនស៊ីម្នាក់ឯណាបើតាមរបាយការណ៍ Humanity Research Consultancy 11នាក់អានោះគេរកឃើញហើយចុះអាគេរកមិនឃើញប្រហែលអ្នកទៀតអត់ដឹងទេដូច្នេះដើម្បីអាចស្រោចស្រង់ប្រទេសកម្ពុជាកុំចាត់សង្គ្រាមម៉ាហ្វីយ៉ាបែបនេះគាត់ដូរទាល់តែដូរអ្នកដឹកនាំអរគុណច្រើន